បាទជំរាបសួរសួស្តីទៅកាន់បងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានរឿងរ៉ាវដ៏គួរព្រឺព្រួចមួយមកបកស្រាយចែកជូនទៅដល់បងប្អូនទាំងអស់គ្នាបានស្ដាប់ដែលរឿងនេះគឺកើតឡើងចំពោះលោកពូម្នាក់ដែលលោកពូនេះគឺមានឈ្មោះថាលោកពូភីគឺជាបទពិសោធន៍ផ្ទាល់ខ្លួនដែលគាត់កើតឡើងក្នុងការ10ឆ្នាំមុនគាត់បានប្រាប់ខ្ញុំថារឿងដែលគាត់ខ្លាចនោះគឺលើកដំបូងដែលគាត់បានជួបប្រទះនៅពេលដែលគាត់ត្រូវបានប៉ូលីសចាប់ខ្លួនពីការបើកបរក្នុងស្ថានភាពស្រវឹងនៅពេលដែលគាត់ត្រឡប់មកផ្ទះវិញគាត់បាននិយាយថាកាលនោះគាត់អាយុប្រហែលជា30ឆ្នាំអីហ្នឹងដែលគាត់ចូលចិត្តផឹកស៊ីនិងជប់លៀងជាមួយមិត្តភ័ក្តិជាទៀងទាត់ជាពិសេសនៅពេលដែលយប់ថ្ងៃសៅរ៍ឬអាចនិយាយបានថាមានពិធីជប់លៀងសឹងតែរៀងរាល់សប្តាហ៍ឲ្យតែនៅចុងសប្តាហ៍គឺគាត់មិននៅផ្ទះនោះទេនៅពេលនោះគាត់បានសារភាពថាគាត់គឺជាមនុស្សម្នាក់ដែលមានអាកប្បកិរិយាមិនល្អបន្ទាប់ពីគាត់ត្រូវបានបញ្ចប់ការផឹកស្រាគាត់បានបើកឡានទៅផ្ទះវិញជារៀងរាល់ដងគឺគេចពីប៉ូលីសនេះបានធ្វើឲ្យគាត់ចាប់ផ្ដើមមានអារម្មណ៍ថាជឿជាក់លើខ្លួនឯងហើយគាត់គិតថារឿងនេះគឺជារឿងដែលត្រឹមត្រូវដែលត្រូវតែធ្វើគាត់ច្បាស់ជាមិនត្រូវបានប៉ូលីសចាប់នោះទេតែទោះជាយ៉ាងណាក៏ដោយសំណាងមិនចេះតែមានរហូតនោះទេថ្ងៃមួយទីបំផុតគាត់ត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពីបរិភោគនៃគ្រឿងស្រវឹងហើយលោកពូភីនិងមិត្តភ័ក្តិរបស់គាត់បានចេញដំណើរដោយឡែកពីគ្នាបានទៅផ្ទះគាត់បានប្រើផ្លូវដដែលដែលគាត់ធ្លាប់តែជិះតែទោះជាយ៉ាងណាក៏ដោយថ្ងៃនេះអ្វីមិនដូចជាការគិតនោះទេគាត់បាននិយាយថាគាត់ប្រទះទៅនឹងប៉ូលីសកំពុងតែត្រួតពិនិត្យនៃគ្រឿងស្រវឹងជាកន្លែងដែលត្រូវបានគេហៅមកផ្លុំនៅជាតិអាល់កុលនៅពេលនោះដែរគឺគាត់បានលើសនៃដែនកំណត់ដូច្នេះនៅពេលនោះប៉ូលីសបានឃាត់គាត់ឲ្យស្នាក់នៅក្នុងប៉ុស្តិ៍ប៉ូលីសនៅក្នុងតំបន់មួយនៅខេត្តកណ្ដាលនៅយប់នោះប៉ូលីសបាននាំគាត់ទៅដល់ក្នុងប៉ុស្តិ៍ប៉ូលីសហើយបាននាំគាត់ចូលទៅក្នុងបន្ទប់មួយដែលនៅឆ្ងាយពីគេដែលជាបន្ទប់លេខ5បន្ទប់នេះគឺអាគារនោះគឺបំបែកចេញពីគ្នាពីការិយាល័យសំខាន់នៃស្ថានីយ៍ប៉ុស្តិ៍ប៉ូលីសដោយសារតែមានផ្លូវតូចចង្អៀតដែលភ្ជាប់នឹងក្បែរអាគារនោះអាគារនេះគឺមានប្រហែលជា5បន្ទប់តម្រង់ជួរគ្នាតែបន្ទប់លេខ5មានទីតាំងនៅខាងគេបង្អស់ប៉ុន្តែវានៅជិតបន្ទប់ឯកសារនិងបន្ទប់វេជ្ជបញ្ជាការចាស់ដែលគ្មានអ្នកណាបានប្រើវាអស់ជាយូរឆ្នាំណាស់មកហើយខណៈពេលដែលប៉ូលីសបាននាំគាត់ចូលទៅក្នុងបន្ទប់នោះហើយប៉ូលីសបាននិយាយរអ៊ូរទាំថាបន្ទប់នេះបន្ទប់ផ្សេងទៀតវាបានពេញអស់ហើយគាត់ត្រូវតែប្រើបន្ទប់នេះជាមុនសិនដូចដែលខ្ញុំបានរៀបរាប់ខាងលើគឺបន្ទប់នេះត្រូវបានបំបែកចេញពីគេនិងមិនត្រូវបានភ្ជាប់ជាមួយនឹងអគារធំៗនោះទេហើយវានៅឆ្ងាយពីមនុស្សប្រសិនបើមានហេតុការណ៍អ្វីកើតឡើងស្រែកស្ទើរតែស្រែកគ្មានអ្នកណាអាចនឹងឮសំខាន់បំផុតគឺมันមាន CCTV នៅក្នុងតំបន់នោះទេដោយសារតែប្រព័ន្ធអគ្គិសនីនៅតំបន់ចាស់ពេកវាមិនអាចប្រើបានកាមេរ៉ាក៏មិនអាចចូលបានទេព្រោះតែកន្លែងផ្សេងទៀតស្ថិតនៅក្រោមការជួសជុលនៅឡើយហើយវាមើលទៅដូចជាពេលយប់នេះប្រហែលជាមានតែពូភីទេត្រូវបានជាប់គាំងនៅក្នុងបន្ទប់លេខ5នេះវាមិនមានមនុស្សច្រើនទេវាជាបន្ទប់មួយក្នុងតំបន់នោះគឺប្រើដោយស៊ីម៉ងនិងឥដ្ឋ
នៅខាងមុខបន្ទប់នេះគឺមានរបាំងដែកដ៏ធំមួយដើម្បីការពារក្នុងការរត់គេចខ្លួននៅក្នុងបន្ទប់មានកៅអីឈើនិងគ្រែមួយប៉ុន្តែវាពិបាកនិងមិនស្រួលទេក្នុងការគេងបូករួមនៅក្នុងបន្ទប់តែម្នាក់ឯងនៅពេលនោះពូភីបាននិយាយថាគាត់មិនព្រួយបារម្ភក្នុងស្ថានភាពនៃបន្ទប់ចាស់នេះទេដោយសារតែក្នុងខួរក្បាលរបស់គាត់នៅវិលមុខនៃផលប៉ះពាល់នៃគ្រឿងអាល់កុលគឺមិនទាន់ស្វាងនោះទេហើយគាត់មិនទាន់ស្រួលពីការចាប់ខ្លួននៅឡើយគាត់បានមើលរំលងនៃស្ថានភាពមិនស្រួលទាំងនេះគំនិតរបស់គាត់អំពីអ្វីដែលគួរតែធ្វើប៉ុន្តែនៅក្នុងភាពស្ងៀមស្ងាត់នៃក្នុងបន្ទប់នេះស្រាប់តែមានសំឡេងមួយចេញមកពីក្នុងបន្ទប់គឺសំឡេងនោះគឺជាដូចជាមេក្រូបន្តិចវាប្រាដៃវាជញ្ជាំងខាងក្រោយបន្ទប់ដំបងឡើយពូភីមិនគិតអ្វីទាំងអស់គាត់ស្មានតែប្រហែលជាសំឡេងអ្នកទោសផ្សេងទៀតដែលកំពុងតែអង្គុយផ្សេងបន្ទប់ពីគាត់ប្រហែលជាពួកគេកំពុងតែធ្វើអ្វីមួយឬក៏ចង់សួរសុខទុក្ខគ្នាទៅវិញទៅមកប៉ុន្តែពូភីមិនបានឆ្លើយតបនោះទេគាត់គ្រាន់តែអង្គុយនៅស្ងៀមប៉ុន្តែនៅទីបញ្ចប់វាមិនដូចការគិតនោះទេដោយសារតែពូភីកាន់តែអង្គុយនឹងស្ងៀមសំឡេងនោះធ្ងោពីជញ្ជាំងទល់មុខកាន់តែឮខ្លាំងពេលដែលឮសំឡេងគេដដែលជាច្រើនដងពូភីបានចាប់ផ្ដើមមានអារម្មណ៍ថារំខានគាត់បានស្រែកទៅតបវិញភ្លាមប្រាប់ខ្ញុំតើអ្នកកំពុងតែធ្វើអ្វីតើអ្នកមិនអាចនៅស្ងៀមបានទេដែលហាក់ដូចជាដំណើរការនោះត្រូវបានបញ្ឈប់ហើយសំឡេងគោះនោះក៏បានឈប់ដែរហើយមិនមានអ្វីចេញមកទៀតនោះទេពេលដែលមើលទៅរៀងស្ថានភាពរៀងស្ងប់ស្ងាត់ហើយជាថ្មីម្ដងទៀតវាផ្ដល់ឲ្យនៅពេលវេលាដែលពូភីកំពុងតែនៅម្នាក់ឯងប៉ុន្តែក្នុងចិត្តរបស់គាត់លួចគិតពីមនុស្សដែលនៅម្ខាងទៀតតើជាមូលហេតុអ្វីបានជាពួកគេធ្វើប្លែកៗបែបនេះតើពួកគេចង់បានអ្វីប៉ុន្តែភ្លាមនោះពូភីត្រូវតែភ្ញាក់ផ្អើលព្រោះតែមានអារម្មណ៍ថាភ្លាមនោះខ្យល់ត្រជាក់ដែលបក់មកប៉ះត្រចៀករបស់គាត់ដូចជាមាននរណាម្នាក់កំពុងតែមើលមកគាត់អ្វីដែលគាត់ប្លែកជាងនេះគឺក្រោយខ្យល់បាត់ទៅមានការខ្សឹបខ្សៀវរបស់បុរសម្នាក់តាន់ទៅតែមកទេពូភីព្យាយាមក្រឡេកមើលឆ្វេងស្ដាំដើម្បីស្វែងរកពីប្រភពនៃសំឡេងដែលគាត់បានឮប៉ុន្តែអ្វីដែលគាត់បានឃើញគឺភាពទទេនៅក្នុងបន្ទប់លេខ5នេះឯងដោយសារតែបន្ទប់លេខ5នេះគឺគាត់អង្គុយតែម្នាក់ឯងនោះទេហើយសំឡេងក៏មិនដឹងមកពីណាដែរហេតុការណ៍ដែលបានកើតឡើងធ្វើឲ្យលោកពូភីមានអារម្មណ៍កាន់តែសង្ស័យដូចជាមាននរណាម្នាក់ដែលឈរពីក្រោយគាត់បែរខ្នងនៅជ្រុងជញ្ជាំងមែនហើយរាងកាយរបស់គាត់ចាប់ផ្ដើមញ័របេះដូងរបស់គាត់លោតញាប់សីតុណ្ហភាពនៅក្នុងបន្ទប់ចុះត្រជាក់យ៉ាងចម្លែកបើទោះជាមានភ្លើងនៅបើក៏ដោយប៉ុន្តែនៅពេលនោះពន្លឺមិនបានធ្វើឲ្យគាត់មានអារម្មណ៍ថាសុវត្ថិភាពនោះទេពូភីបានព្យាយាមរងាប់អារម្មណ៍តាមដែលធ្វើទៅបានហើយលួងខ្លួនឯងថារឿងចម្លែកដែលបានកើតឡើងគឺអាចបណ្ដាលមកពីអធិពលនៃគ្រឿងស្រវឹងរបស់គាត់នៅក្នុងខ្លួនពេលនោះបានកើតឡើងពូភីក៏សម្រេចចិត្តអង្គុយនៅលើកៅអីម្ដងដែលជាពេលតែមួយដែលគាត់បានឃើញនឹងភ្នែករបស់គាត់នៅអ្វីមួយនៅឈរនៅជ្រុងជញ្ជាំងខាងក្រៅបន្ទប់អ្វីដែលគាត់បានឃើញគឺស្រមោលខ្មៅស្រអាប់នៅជ្រុងបន្ទប់ទល់មុខនៃគាត់គឺបន្ទប់លេខ4ដែលជាដំបូងដែលគាត់បានដើរមកគាត់បាននិយាយថា
គាត់គិតថាវាជាស្រមោលនៃអ្វីមួយសូម្បីតែជ្រុងនៃពន្លឺក៏ដោយប៉ុន្តែបន្ទាប់ពីគាត់បានព្យាយាមសម្លឹងមើលទៅចិត្តវាមិនមានស្រមោលនោះទេវានៅតែអាចផ្លាស់ប្ដូរទីបានគឺដើរយឺតៗដូចជាមនុស្សលាក់ខ្លួននៅក្នុងស្ថានភាពងងឹតហើយព្យាយាមសម្លឹងមកមើលគាត់នៅពេលនោះដែរគាត់ដឹងភ្លាមថារឿងនោះប្រកាសជាមានមនុស្សម្នាក់ពូភីក្រោកយ៉ាងលឿនក្រោកពីកៅអីហើយដើរត្រង់ទៅជ្រុងភ្លាមប៉ុន្តែគ្រាន់តែ3ជំហានគាត់ទៅដល់គាត់បានព្រិចភ្នែកស្រមោលនោះក៏បាត់បន្សល់ទុកតែជ្រុងជញ្ជាំងគ្មានអ្នកណាឈរនៅទីនោះទាំងអស់ជាមួយនឹងការចង់ដឹងចង់ឮពុភីបានដើរទៅជ្រុងនោះដោយព្យាយាមមើលទៅក្រៅបន្ទប់ប៉ុន្តែអ្វីដែលបានឃើញនោះគឺច្រកទទេមិនឃើញអ្វីមិនឃើញនរណាម្នាក់ទាំងអស់ខណៈពេលដែលគាត់មានការភ្ញាក់ផ្អើលនិងច្រឡំអំពីហេតុការណ៍នេះភ្លាមនោះពុភីក៏ត្រូវប្រើកម្លាំងឲ្យអស់ដើម្បីគេចចេញពីកន្លែងនោះពុភីងាកក្បាលយឺតមើលទៅរូបភាពដែលគាត់បានឃើញគួរឲ្យតក់ស្លុតណាស់ព្រោះនៅខាងក្រោមនៃកៅអីគឺមានស្រមោលមនុស្សស្បែកស្លេកស្លាំងរលួយចេញពីគ្នាហើយបានវាចេញពីក្រោមនោះយឺតវាមើលទៅដូចជាបុរសម្នាក់នោះដៃជើងរបស់គាត់ប្រហែលជាខុសពីធម្មតាម្រាមដៃរបស់គាត់តូចអ្វីដែលគាត់ទទួលបានគឺកាន់វត្ថុអ្វីមួយគឺប្រាជ្ញដៃគោរបស់វាដើម្បីគាស់វត្ថុរឹងគឺជាស៊ីម៉ងបន្តធ្វើឲ្យគាត់មានសម្លេងត្រជាក់វត្ថុនោះប្រើដៃគោដើម្បីគាស់នៅឥដ្ឋវាចាប់ផ្ដើមលេចរូបរាងឡើងដោយបង្ហាញពីភ្នែកខ្មៅមាត់ញញឹមហើយបើកត្រចៀកក្បាលរបស់បុរសនោះពោពេញទៅដោយសាធាររាវពណ៌ក្រហមជាមុខរបួសដូចជាគេវាយយ៉ាងតក់ស្លុតពេលនោះពូភីក៏បែរក្បាលរបស់គាត់ភ្លាមគាត់បិទភ្នែកយ៉ាងតឹងមិនហ៊ានមើលមិនហ៊ានសំបីតែដកដង្ហើមអ្វីដែលគួរឲ្យខ្លាចជាងនេះទៀតគឺសំឡេងវាចេញពីក្រោមតុនោះមកវាកាន់តែជិតមកហើយវាលូនមកទៀតសម្ពាធកាន់តែកើនឡើងធ្វើឲ្យពូភីចាប់ផ្ដើមមិនអាចទ្រាំទៀតនោះទេគាត់ក៏ស្រែកយ៉ាងមួយទំហឹងស្រែកទាំងកំហឹងចង់សុំជំនួយប៉ុន្តែពេលនោះគាត់បានឈប់ទោះជាសំឡេងរបស់គាត់ខ្លាំងប៉ុណ្ណាក៏ដោយវាមិនមានការឆ្លើយតបនោះទេតែមានតែសំឡេងដែលវាមកបន្តទៅទៀតពូភីបានត្រឹមតែគិតថាប្រសិនបើបន្តបែបហ្នឹងគាត់ច្បាស់ជាមិនរួចខ្លួនទេប៉ុន្តែបន្ទាប់មួយសន្ទុះមកសំឡេងជើងខ្លាំងក៏បានដើរមកឈប់នៅមុខគាត់លោកពូភីងើបមកឡើងទាំងទឹកភ្នែកហូរដោយមិនដឹងខ្លួនគាត់បានឃើញនៅនឹងមុខរបស់គាត់គឺលោកប៉ូលីសអែមណនបន្ទាប់មកទៀតលោកប៉ូលីសបានសួរថាតើអ្នកមានរឿងអ្វីបន្ទាប់មកគាត់ក៏បានសួរនាំផ្សេងទៀតហើយគាត់បានយកពូភីចេញភ្លាមពីបន្ទប់លេខ5នេះប៉ូលីសនិងមុងភីអង្គុយលើកៅអីក្នុងប៉ូលីសនិងមុងភីអង្គុយលើកៅអីហើយនៅទល់មុខនៅបន្ទប់នោះដែរនៅពេលនោះលោកពូភីមានអារម្មណ៍ថារាងធូរស្រាលបន្តិចប៉ុន្តែបេះដូងរបស់គាត់នៅលោតញាប់នៅឡើយនិងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនបេះដូងរបស់ពូភីនៅតែលោតញាប់ដោយសារតែគាត់បានភ័យខ្លាចខ្លាំងពេកពេលនោះគាត់ក៏ដកដង្ហើមមួយគាត់បានយកបារីមកអុជដើម្បីប្រមូលនៅអារម្មណ៍ក្លាហានរបស់គាត់មកវិញសូមរំលឹកបន្តិចនៅកាលពី5ឆ្នាំមុនបរិសម្នាក់ត្រូវបានចាប់ខ្លួនស្រវឹងស្រាបើកបរដូចជាលោកបងភីដែរ
ប៉ុន្តែបរិះនោះខឹងទាស់សម្ដីហើយក៏ជេរទៅនឹងស្រែកទៅដាក់ប៉ូលីសរហូតដល់ចាប់ខ្លួននៅចុងក្រោយបានបញ្ជូនទៅបន្ទប់លេខ5ព្រោះនៅក្នុងបន្ទប់ផ្សេងទៀតគឺពេញអស់ហើយយប់នោះក៏គ្មានអ្នកណាបានទៅមើលគាត់ម្ដងនោះទេហើយនៅពេលព្រឹកឡើងប៉ូលីសក៏បានបើកទ្វារមើលអ្នករាល់គ្នាបានភ្ញាក់ផ្អើលឃើញសាកសពបុរសម្នាក់ដេកផ្កាប់មុខនៅក្នុងបន្ទប់លេខ5ពោពេញទៅដោយស្នាមរបួសហាក់ដូចជាគាត់កំពុងតែកោសកម្រាលឥដ្ឋឬក៏ជីកជញ្ជាំងដើម្បីគេចចេញទៅក្បាលរបស់គាត់រងរបួសជាខ្លាំងដោយសារតែគាត់បានប្រើប្រាស់ក្បាលរបស់គាត់បុកជញ្ជាំងរហូតដល់របួសធ្ងន់លទ្ធផលធ្វើកសលវិច័យបានបង្ហាញថាបុរសម្នាក់នេះគឺញៀនថ្នាំវាបានធ្វើឲ្យគាត់ទៅជាឆ្កួតមិនអាចគ្រប់គ្រងខ្លួនឯងបាននឹងធ្វើបាបខ្លួនឯងរហូតដល់ស្លាប់តាំងពីថ្ងៃនោះមកគ្មានណាហ៊ានប្រើបន្ទប់លេខ5នោះទេស្ថានីយ៍នេះត្រូវបានបិទមិនអាចប្រើប្រាស់បានទេជាច្រើនឆ្នាំរហូតដល់អគារនេះត្រូវបានសាងសង់រួចប៉ូលីសថ្មីអនុញ្ញាតឲ្យត្រឡប់ទៅវិញបើកបន្ទប់លេខ5ដើម្បី5ដងទៀតដោយសារតែគាត់មិនជឿរឿងនៅប្រភេទនេះទេពេលដែលគាត់បានឮរឿងតាំងស្រុងនេះហើយធ្វើឲ្យគាត់មានអារម្មណ៍ថាព្រឺខ្លួនហើយបងភីបន្តទៀតថាខ្ញុំមិនដែលគិតថាការស្រវឹងបើកឡាននោះទេវានឹងធ្វើឲ្យគាត់ជួបរឿងដ៏គួរឲ្យខ្លាចខ្ញុំមិនដែលនឹកស្មាននោះទេហើយតាំងពីពេលយប់នោះមកលោកពូភីក៏ផ្លាស់ប្ដូរខ្លួនឯងគាត់ក៏ឈប់ផឹកស្រាគាត់ឈប់ដើរលេងនិងឈប់ធ្វើរឿងអ្វីៗទាំងអស់ដែលខុសច្បាប់ឬក៏បំពានច្បាប់ទៀតហើយរឿងយើងក៏សូមចប់តែប៉ុណ្្នឹងដែរសូមអរគុណសម្រាប់ការតាមដានទស្សនា